Wow. Unboxing hot pot យ៉ាបើកវាសិនមកអូយ hot pot នេះធំខ្លាំងមែនតើហ្មងធ្លាប់ញ៉ាំអា hot pot វាថាទូចចឹងមកដល់ពេលប្រអប់នេះប្រអប់ធំខ្លាំងមែនតើដឹងម្នាក់ឯងដឹងអស់អត់ទេនេះបើខាងក្នុងអូកញ្ចប់របស់គេនៅក្នុងនោះគឺច្រើនមែនតើនេះធ្លាប់ញ៉ាំអាប្រអប់ទូចគេមានតែប្រហែល2 3កញ្ចប់អីចឹងណាប៉ុន្តែអានេះអូយចូល20កញ្ចប់ឯងដឹងអូយនៅមានអាខាងក្រោមនេះទៀតអូយស្អីខ្លះយើងតោះឥឡូវមួយសិនមើលប្រហិតសាច់គោមានតែសាច់តាហ៊ូនេះទៀតនេះអូយបន្លែនេះដាក់ម្នាក់បន្តិចមកអូយសួរយើងញ៉ាំពីរនេះអូខេហើយដល់ប្រទេសនេះហើយកញ្ចប់របស់គេអញ្ចឹងមានន័យថាទិញ hot pot នេះទៅគេមានទឹកជ្រលក់ទៀតអូខេដាក់អញ្ចឹងមកញ៉ាំស៊ុប hot pot ចឹងខ្ញុំចូលចិត្តបន្លែបងប្អូនមានទិញបន្លែយកមកត្រៀមដែរទៅជាកដោសខ្មៅខ្សាច់បជុលទៀតបានអូយកំពុងតែហុយផ្សៃហើយវ៉ាមើលទៅគួរឲ្យតំណងញ៉ាំមែនតើអានេះតើយើងបន្ថែមខ្លួនឯងចឹងបានមើលទៅវាថាកាន់តែតាក់ទាញអូយថាស៊ីឈ្មោះហោស្រាវចឹងណាវ៉ាពីបែកញើសមែនតើខ្ញុំទិញបានពីเพจរបស់គាត់ទៅបងប្អូនខ្ញុំឃើញគាត់លក់ hot pot នោះទំនងមែនតើអាធំចេះចង់សាកទិញឆាប់ទៅទិញគាត់ទៅមានណាបងប្អូនហើយគាត់ថែមឲ្យ hot pot ទៅឡើង6ថែមមកទៀតណាគាត់ថែមមកច្រើនមែនតើហ្មងនិយាយទៅអរគុណគាត់ពីវីដេអូហ្នឹងខ្លាំងមែនតើខ្ញុំថាមិនបាច់ថែមមិនខ្លាចគាត់ខាតគាត់អីចឹងតែគាត់នៅថែមគេថាចូលចិត្តហើយ hot pot នេះខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនបើគាត់ថាឃើញអាធំចេះទៀតអានេះបានញ៉ាំជុំគ្នាថ្ងៃនេះគឺយើងមកញ៉ាំចង្រិតខានញ៉ាំចង្រិតយូរមែនតើបងប្អូនហើយថ្ងៃនេះគឺយើងមកញ៉ាំ4មុខនេះបងប្អូនមានកដោចង្រិតដូងចង្រិតសោប៉ងហើយនឹងដុកឌឿដែរខានញ៉ាំយូរមែនតើបងប្អូននៅនឹករសជាតិនឹងមែនតើហ្មងណាគាត់ថាបើកមកឡើងឈ្ងុយឥឡូវនេះខាងយើងនឹងមានអាប់ដេតដាក់ជាមួយនឹងចេកខ្ចីទៀតបងប្អូនសម្រាប់ក្នុងកដោហើយនឹងចង្រិតហើយនឹងដុកឌឿហ្នឹងគឺមានបន្ថែមចេកខ្ចីនៅក្នុងនេះញ៉ាំទៅឈ្ងុយមែនតើអូញ៉ាំពីរចង្រិតដូងហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំមែនតើអូរសជាតិបែបប្រែផ្អែមសំខាន់ឈ្ងុយខ្ទឹមបំពងនៅក្នុងហ្នឹងហើយលោកចេញមកត្រូវជាតិខ្ញុំហ្មងព្រោះតែថាខាន់ញ៉ាំចង្រិតយូរនេះដោយសារតែខ្ញុំឲ្យចាយខ្ញុំហ្នឹងគាត់ទទួលខុសត្រូវទៅលើរឿងហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងគាត់អ្នកគ្រប់គ្រងមើលការខុសត្រូវអញ្ចឹងទៅខ្ញុំយូរអីបានថាទៅមើលម្ដងអញ្ចឹងណាអូយបងប្អូនប៉ុន្តែរសជាតិនៅតែថាឆ្ងាញ់ដដែលសំខាន់នេះការអាប់ដេតមានចេកខ្ចីនៅក្នុងហ្នឹងតំណងមែនតើអូឈ្ងុយខ្ទឹមស្លឹកតើយហ្នឹងញ៉ាំឈ្ងុយពេញមាត់ញ៉ាំចឹងអត់ឆ្ងាញ់ទេបងប្អូនដាក់ចានធំវិញណាដូរដាក់ដូងអូយគាត់ថាចាក់ហើយបានឡើងមួយចានធំចេះមកហ្មងមកប្រអប់25,000ឯងបងប្អូនប៉ុន្តែចាក់មកអូយឡើងមកថាមួយចានធំចេះមកហ្មងបងចង់ញ៉ាំនេះអាចតាក់ទងទៅเพจចង្រិត Mr. Row នេះបងប្អូនចង់ទៅញ៉ាំនៅសាដេប៉ូឥឡូវគឺយើងដូរទីតាំងនៅបរិយាកាឡាវិញនៅលើផ្លូវ211ហើយបងប្អូនចាំមើលនៅក្នុង comment ហ្នឹងខ្ញុំមានដាក់ map ដាក់អីទីតាំងអីបងប្អូនអាចសួរកំងបានអញ្ចឹង
Hello អ្នកគ្នាថ្ងៃនេះគឺយើងមកបំពងសាច់ជ្រូក3ជាន់ញ៉ាំណាជាដំបូងគឺយើងមានសាច់ជ្រូក3ជាន់មកយកមកដុំធំនេះយកវាទៅលាងទឹកឲ្យស្អាតទៅបន្ទាប់ពីលាងស្អាតហើយយើងយកវាយកទៅស្ងោរអ្នកគ្នាស្ងោរមកយូរទៅឥឡូវឆ្អិនហើយយកវាទៅត្រាំទឹកកក10នាទីទៅដើម្បីឲ្យពេលបំពងទៅស្បែកវាកាន់តែស្រួយនេះអ្នកគ្នាហើយយើងយកវាចាក់ឲ្យអ្នកគ្នាចាក់ឲ្យសព្វដើម្បីយើងរោយអំបិលទៅស្បែកវាកាន់តែស្រួយឆ្ងាញ់នេះបំពងវាចោលទៅចិត្តបានញ៉ាំឲ្យអ្នកគ្នាឥឡូវតើកំពុងពងយើងមកលេងហ្គេមសិនណាកុំឲ្យទៅនេកន្លែងទៅសើចសប្បាយដូចធំក្លិនឈ្ងៀវអ្នកគ្នាដល់ពេលរត់ទៅមើលចុងទុកចោលទៅមកផ្លែតសោះខ្លោចអស់លេងអ្នកគ្នាអើយនេះបានឲ្យញ៉ាំឥឡូវអូយធុញមកកន្លែងទៅសប្បាយពេកហ្នឹងឯងហ្គេមឲ្យរៀងចុចមើលទូរស័ព្ទឃើញ account មួយផងវាជ្រុកខ្វៃកំពុងឃ្លានផងកំងសិនបានហើយចង់ដឹងមានទេខ្លះអត់មកអានេះជាឈុតទាខ្វៃអ្នកគ្នាទិញជ្រូកមួយគឺគាត់ថែមឲ្យទាមកក្បាលមកហើយច្រើនមកមកជាមួយនឹងបន្លែមានទឹកជ្រលក់ហើយជាមួយនឹងបាញ់ហយគឺតំណងមែនតើឥឡូវមកហែកស្កុតមើលជ្រូកយើងហើយចង់ដឹងប៉ុណ្ណាហើយតំណងអត់នេះអ្នកគ្នាក៏បើកមកមានកណាត់ក៏មកតាំងទៀតវ៉ាវអ្នកគ្នាអើយគឺតំណងមែនតើគាត់តែឃើញស្រកទឹកមាត់ហើយឡើងស្បែកឡើងស្រួយហ្មងព្រមអត់បានទេហែកដាក់មួយម៉ាត់សិនហើយនេះអ្នកគ្នាដាក់មួយម៉ាត់ស្បែកឡើងស្រួយហើយជាមួយនឹងទឹកជ្រលក់ជ្រូកខ្វៃខំមួយម៉ាត់មានជាតិហ្មងអ្នកគ្នាហើយសំខាន់ណាស់កន្លែងគាត់គឺធានាជ្រូកកដោនាំពីរតនគិរី 100% ហ្មងអ្នកគ្នាបាត់ភ័យទេហើយសម្រាប់អ្នកគ្នាចង់បានមូលក៏បានចង់បានជាគីឡូក៏បានដែរមិននិយាយលេងសើចអីទេឆ្ងាញ់របស់គាត់មែនសម្រាប់ទាខ្វៃនេះដកភ្លើងមកជាងដាក់មួយម៉ាត់ឡើងខ្ទិះអ្នកគ្នាអើយខំមួយម៉ាត់គឺមានជាតិមែនតើឥឡូវទាញចានដាក់បាញ់ហយមួយដុំទៀតហើយអ្នកគ្នាគឺច្រើនមែនតើញ៉ាំសឹងអត់អស់ហ្មងចង់ញ៉ាំអីនេះភ័យគាត់អាចតាក់ទងទៅកំងគាត់បានយើងចែកគ្នាឆ្ងាញ់ណោះឥឡូវដាក់ជ្រូកខ្វៃមួយម៉ាត់ទៀតហើយអូយអ្នកគ្នាឆ្ងាញ់ឡើងជួមាត់ឥឡូវវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើន